ปิម៉ែមួយម៉ាត់ម៉ែជាពាក្យមួយម៉ាត់ដែលកូនតែងហៅជាប្រចាំនៅពេលណាដែលកូននឹកឃើញដល់ពាក្យថាម៉ែនេះកូនតែងនឹកដល់រាល់អំពើល្អដែលម៉ែធ្លាប់ធ្វើមកលើកូនម៉ែដាក់ទានឲ្យកូនជានិច្ចរាល់ថ្ងៃម៉ែព្រមទទួលការលំបាកគ្រប់យ៉ាងជំនួសកូនម៉ែរងចាំបម្រើកូនជានិច្ចតាំងពីកូនកើតមកម៉ែបំបើកដោះកូនថ្នមកូនចិញ្ចឹមកូនជានិច្ចម៉ែភ័យញ័រខ្លួននៅពេលកូនឈឺម្ដងម៉ែជាគ្រូបង្រៀនកូនឲ្យចេះជុះនោមចេះហូបចុកចេះស្លៀកពាក់បង្រៀនកូនឲ្យចេះអង្គុយចេះឈរចេះដើរចេះនិយាយស្ដីហៅប៉ាហៅម៉ាក់ហៅពុកហៅម៉ែម៉ែជាគ្រូបង្វឹកគ្រប់យ៉ាងតាំងពីតូចកើតមកម៉ែទិញរបស់ឲ្យកូនលេងទិញនំឲ្យកូនញ៉ាំម៉ែជួយរៀបចំឧបករណ៍សិក្សាឲ្យកូនម៉ែជាធនាគារបើកប្រាក់ឲ្យកូនគ្រប់ពេលម៉ែជាជំនួយការជួយរៀបចំឲ្យកូនបានសុខស្រួលគ្រប់យ៉ាងម៉ែអប់រំកូនឲ្យមានកិរិយាមារយាទល្អម៉ែបានទូន្មានកូនគ្រប់យ៉ាងក្នុងកិច្ចការប្រចាំថ្ងៃម៉ែព្យាយាមដាស់កូនឲ្យក្រោករៀនពីព្រឹកម៉ែប្រាប់កូនឲ្យងូតទឹកដោះខែលឲ្យកូនម៉ែសិតសក់ឲ្យកូនតែងខ្លួនឲ្យកូនម៉ែដឹកនាំកូនឲ្យចេះសុភាពរាបសារម៉ែដាស់តឿនកូនកុំឲ្យនិយាយអាក្រក់ម៉ែរំលឹកកូនគ្រប់យ៉ាងនិងគ្រប់ពេលវេលាទាំងអស់ពាក្យថាម៉ែជាពាក្យមួយម៉ាត់យ៉ាងខ្លីប៉ុន្តែមានអត្ថន័យទូលំទូលាយនិងសំខាន់ខ្លាំងណាស់សម្រាប់រូបកូនជាពាក្យដែលពិរោះរំដំសើមជ្រួតជ្រាបចូលពេញក្នុងប្រអៅបេះដូងរបស់កូនប្រុសកូនស្រីគ្រប់គ្នាព្រោះម៉ែគឺជាអ្នកដែលមានព្រះគុណដ៏ធំក្រៃលែងចំពោះកូនម៉ែគឺជាអ្នកឲ្យនៅជីវិតឲ្យនៅសេចក្តីស្រឡាញ់ឲ្យទ្រព្យសម្បត្តិឲ្យបានទទួលការសិក្សាជាពិសេសឲ្យនៅភាពកក់ក្ដៅដល់កូនម៉ែជាអ្នកចិញ្ចឹមបីបាច់ថែរក្សាកូននិងជាអ្នកនៅចិត្តកូនច្រើនជាងនរណាទាំងអស់ទាំងពាក្យថាម៉ែគឺជាពាក្យដែលមនុស្សយើងនិយាយបានមុនជាងពាក្យដទៃទៀតនៅក្នុងជីវិតនេះពាក្យម៉ែមួយម៉ាត់ជាពាក្យយ៉ាងខ្លីប៉ុន្តែមានន័យសំខាន់ខ្លាំងណាស់ពាក្យម៉ែជាពាក្យតំណាងឲ្យព្រះកូនក្រាបសំពះព្រះម៉ែក្នុងលោកពាក្យម៉ែជាពាក្យនៃក្តីមេត្តាពាក្យម៉ែអស្ចារ្យឥតវបយោគពាក្យម៉ែកំចាត់គ្រឿងដែលស្មោករោគដែលពិភពលោកតទួលស្គាល់